ជើងឯកប្រមូលលុយពីប្រជាពលរដ្ឋខ្មែរខែសង្គ្រាមបើកឡានទំនើប Lexus 600 បុកម៉ូតូគេពីក្រោយកំពុងរងចាំស្តុបដួលរនេលរណោបងប្អូនប្រកាសជាបានដឹងហើយថាប៉ៃឌីគឺជាមនុស្សដ៏មានឥទ្ធិពលម្នាក់ក្នុងការកាប់លុយពីបងប្អូនប្រជាពលរដ្ឋខ្មែរក្រោមស្លាកជំនួយដល់កងទ័ពនិងជនពិសិដ្ឋក្រោយចាប់សង្គ្រាមទៅបន្សល់ទុកនៅរបស់គំហើញរថយន្តដ៏ទំនើប Lexus 600 ស្រាប់តែបើកទៅបុកប្រជាជនពីក្រោយម៉ូតូជាច្រើនគ្រឿងម៉ៃសកុនធ្លាប់មានការតឹងសរសៃកជាមួយប៉ៃឌីជំវិញការទទួលលុយយ៉ាងសន្ធឹកសន្ធាប់ពីប្រជាជនខ្មែរខែសង្គ្រាមបើតាមការរៀបរាប់របស់បុរសម្នាក់ជនបង្កម្ចាស់រថយន្តបុកគេពីក្រោយហើយមិនព្រមចេញមុខមកដោះស្រាយទៀតប៉ុន្តែថែមទាំងសំងំក្នុងឡានធ្វើរឹកហៃសូមើលតែគេមិនដល់ខ្លួនមតិលើកឡើងថាក្រោយសង្គ្រាមស្រាប់តែជិះឡានសុទ្ធតែ Lexus 600 ួចចូលបើមានសង្គ្រាមលើក្រោយប្រហែលជាអាចជិះ Rolls Royce ឬ Lamborghini ទិញព្រឹសផុយល្អូសបាទតាមឲ្យគ្រោះថ្នាក់ចរាចរណ៍បាទនៅtrongចំណុចស្តុបចុងកស៊ូនេះបាទប្រិមិត្តបាទរថយន្តនេះដូចជារថយន្តរបស់3Dបាទប្រិមិត្តបាទហើយប្រជាប្រដ្ឋឯកាមកគឺបាទឮថាបុករះបាទម៉ូតូ3គ្រឿងបាទប្រិមិត្តបាទតែគាត់ថាជាព័ត៌មានបាក់ខំសិនទេប្រិមិត្តបាទឥឡូវនេះគឺបាទបន្ទាប់ពីធ្វើការពោះវែងបាញ់ឆ្នាំបាញ់អីហើយគឺដករថយន្តចេញពីកន្លែងកាត់ហេតុសិនប្រិមិត្តបាទដើម្បីបញ្ជាបាទការកកស្ទះបាទដើម្បីបញ្ជាការកកស្ទះបាទប្រិមិត្តបាទរថយន្តពាក់ស្លាកលេខកម្ពុជាបាទ D ចុចបាទ corner បាទនេះគឺដូចជាឈ្មោះហាងកាហ្វេរបស់គាត់បាទប្រិមិត្តបាទ4គ្រឿងហ្មង4គ្រឿងអូបុកបន្តកតុយនេះ4គ្រឿងដែរបុករះដែរគ្រៀបយ៉ាងច្រើនបុកស្តុបខ្ញុំស្តុបអូពូកំពុងតែជប់ស្តុបហើយក៏គាត់មកបុករះពីក្រោយហ្មងមួយមានកាត់អីអត់ពូអត់អីទេណាបាទប្រិមត្តបាទនេះម៉ូតូមួយគ្រឿងនោះគឺអាសង់បាទពាក់ស្លាកលេខអាសៀមរៀបបាទ 1O 45បាទហើយខាងនោះម៉ូតូស៊ុប2បាទដែលពាក់ស្លាកលេខបាទភ្នំពេញ 1AZ 49 41មួយទៀតបងអូមស្គូពីមួយគ្រឿងទៀតតែគាត់ខាងណាគេហៀបខ្ញុំអូមួយនេះបងបាទពេលអត់ហើយចិត្តស្តុបអីបងពួកគាត់ឈប់ចាំស្តុបអីអូនបងសុំសួរបន្តិចមានមួយអូនថ្ងៃមួយហើយខ្ញុំត្រូវជើងកន្លែងតាមតិចមុននឹងម៉ូតូដែលឈប់ក្រោមឡានហ្នឹងពូអាម៉ូតូតែមកហើយខ្ញុំតែដល់ខាងហើយទៅទៀតទេមុននឹងរថយន្តមកបុកពីក្រោយហ្នឹងបងប្អូនគួយក្មួយហ្នឹងជាប់ស្តុបអីជាប់ស្តុបពណ៌ក្រហមហើយរថយន្តហ្នឹងបើកយ៉ាងម៉េចបានមកបុករះពីក្រោយខ្ញុំស្អីនេះគាត់ថាដល់ហើយគាត់និយាយទៅគាត់ថាមកអូបុករះប្រហែលគ្រឿងដែរម៉ូតូហើយគាត់ទីឡានទៅដោះស្រាយឲ្យគាត់បាននិយាយទៅគាត់ទៅដោះស្រាយអូខេណាគាត់ទទួលខុសត្រូវគាត់ដោះស្រាយព្រមដោះស្រាយឲ្យអស់ហើយណាតូមួយគ្រឿងទៀតបាទម៉ាក់ស្គូពីដូចគ្នាបាទតែពាក់ស្លាកលេខបាទសៀមរៀប1 AT 5367បាទគឺថាបុករះ4គ្រឿងបាទប្រិមិត្តបាទបុករះ4គ្រឿងបាទនៅត្រង់ចំណុចស្តុបចុងកស៊ូនេះបាទដោយសារស្តុបក្រហមហើយក៏អ្នកបើកបរម៉ូតូហ្នឹងគឺឈប់ចាំស្តុបប្រិមិត្តបាទឈប់ចាំស្តុបហើយក៏រថយន្តរបស់3Dហ្នឹងគឺមកបុករះពីក្រោយបាទម៉ូតូ4គ្រឿងបាទប្រិមិត្តបាទនេះម៉ូតូមួយគ្រឿងទៀតបាទអាសង់បាទ015នេះបាទម៉ូតូនេះគឺថាជិបក្រោមឡានប្រិមិត្តបាទគឺថាជិបក្រោមឡានម៉ូតូនេះបាទហើយតែឃើញជាបរិបទបាញ់រូបភាពចូលគ្រប់ព័ត៌មានខេត្តសៀមរាបហ្នឹងគឺបាទឃើញម៉ូតូនេះនៅក្រោមឡានបាទនេះតែពាក់ស្លាកលេខបាទបាត់ដំបង 1T 4722ប្រិមិត្តបាទហើយម្ចាស់ម៉ូតូនេះឬថារងរបួសអត់ដឹងការខ្លួនឬក៏ស្រាលទេប្រិមិត្តបាទហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបានហើយប្រិមិត្តបាទប្រិមិត្តបាទហេតុការណ៍នេះគឺបានបង្កការព្យាបាលការពីវេលាម៉ោង5ប្រហែលជា10នាទីល្ងាចបាទត្រូវនៅថ្ងៃទី7បាទខែមិថុនាឆ្នាំ2026បាទដែលស្ថិតនៅត្រង់ចំណុចស្តុបបាទចុងកស៊ូនេះបាទប្រិមិត្តបាទស្ថិតនៅត្រង់ចំណុចស្តុបចុងកស៊ូបាទដែលស្ថិតនៅក្នុងសង្កាត់ស្លក្រាមក្រុងសៀមរាបខេត្តសៀមរាបប្រិមិត្តបាទឥឡូវនេះគឺភាគីបាទខាងម៉ូតូទាំង4គ្រឿងគឺបានចុះមកដល់ទីតាំងបាទប៉ុន្តែរថយន្តរបស់3Dនេះក៏ត្រូវបានគោលបាលចរាចរណ៍បាទយកទៅស្នាក់ការចរាចរណ៍នៅបឹងគីឡូប្រិមិត្តបាទដើម្បីធ្វើការដោះស្រាយហើយរងចាំភាគីខាងម៉ូតូនោះគឺទៅជួបគ្នានៅស្នាក់ការចរាចរណ៍ព្រោះនៅកន្លែងនេះគឺស្ទះមែនទែនប្រិមិត្តបាទកន្លែងជួបស្នាក់ចរាចរណ៍នោះគឺស្ទះបាទនៅត្រង់ចំណុចស្តុបទៀតគឺបាទស្ទះដល់ការធ្វើដំណើររបស់បងប្អូនជាពលរដ្ឋបាទអញ្ចឹងហើយគឺសមត្ថកិច្ចថាគាត់នាំយកទៅស្នាក់ការចរាចរណ៍នៅបឹងគីឡូបាទសួរបងជួយបងចុះមកកម្មមកមើលឡានសិនទៅមើលម៉ូតូគេណាបងម៉ូតូ4 5គ្រឿងគាត់អត់ចុះទៅលើឡាន3Dហ្មងហើយគាត់អត់ចុះទៅលើឡានគាត់សង្ងំនៅតែក្នុងឡានបាយសួរមិនគាត់អត់ឆ្លើយអត់ទៅជិះហ្នឹងជុំទាំងអស់សួរគាត់ទៅបាទជុំគាត់ហៅគាត់ទៅមិនដឹងទៀតបាទខឹងបងបាទអរគុណបាទតាមឪពុករបស់ម្ចាស់ម៉ូតូហ្នឹងគាត់ថាបានព្យាយាមសួរទៅម្ចាស់រថយន្តបង្កប្រិមិត្តបាននេះបងប្រុសហ្នឹងត្រូវជាឪពុកបាទម្ចាស់ម៉ូតូជនរងគ្រោះម្នាក់ទៀតហ្នឹង
បាទគាត់ព្យាយាមសួរទៅអ្នកបើកបររថយន្តបង្កនឹងដែរបាទឈ្មោះបៃឌីនោះបងប្អូនស្គាល់ហើយបាទថាគាត់អត់មានឆ្លើយអត់មានចុះលើឡានអីទាំងអស់គឺគាត់សង្ងំនៅលើឡានបាទយើងអត់ដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេប្រិមិត្តអានេះគឺតាមការបញ្ជាក់របស់បងប្រុសបាទដែលជាអាណាព្យាបាលជនរងគ្រោះណាប្រិមិត្តបាទគាត់បានបញ្ជាក់ប្រាប់ខ្ញុំមិញហើយថាគាត់ខឹងនឹងចំណុចហ្នឹងបាទបើសិនជាគាត់ចុះមកនិយាយបាទជាមួយភាគីខាងជនរងគ្រោះហើយជាខាងជនរងគ្រោះហ្នឹងគឺមិនសូវខឹងទេណាប្រិមិត្តបាទបងប្រុសមិញហ្នឹងគាត់ថាគាត់ខឹងបាទសួរទៅខ្ញុំជួយមកសួរមកបាទហើយហួសនេះឆ្លើយមកបាទអញនៅដល់ហ្នឹងមែនបាទគាត់ទៅសួរជួយមកបងម៉ូតូខ្លះខាងនោះគាត់ទៅអត់ទេគាត់មិនដឹងទេបាទទីម៉ូតូអាចឡាក់ໄຟមិនដឹងបាទយើងខ្លាចតែលឺថោកបាទយើងអត់ដឹងថាយ៉ាងម៉េចទេប្រិមិត្តបាទតាមបងប្រុសបាទអាណាព្យាបាលរបស់ជនរងគ្រោះហ្នឹងគាត់ខឹងខ្លាំងតែម្ដងប្រិមិត្តបាទជនបង្កហ្នឹងគាត់អត់ចុះពីលើរថយន្តរបស់គាត់ទេបាទដោយសារខាងភាគីជនរងគ្រោះគាត់ចង់ជជែកគ្នាអញ្ចឹងណាប៉ុន្តែគាត់អត់ចុះពីលើរថយន្តអញ្ចឹងធ្វើឲ្យបងប្រុសហ្នឹងគឺខឹងមែនតើណាប្រិមិត្តបាទគាត់ថាឆ្លើយបាទហើយខ្ញុំមិនដឹងថាយ៉ាងម៉េចយ៉ាងណាទេរឿងរ៉ាវខាងលើនេះបាទនេះក៏គ្រាន់តែជាការបញ្ជាក់របស់បងប្រុសដែលជាអាណាព្យាបាលជនរងគ្រោះម្នាក់ទៀតបាទដែលជាម៉ូតូស្គូពីនេះបាទប្រិមិត្តបាទហើយសូមបញ្ជាក់ម្ដងទៀតបាទករណីនេះគឺបាទរថយន្តរបស់បៃឌីហ្នឹងគឺបុករេះម៉ូតូ4គ្រឿងបាទប្រិមិត្តបាទមានរបួសធ្ងន់ស្រាលបាទរថយន្តបង្កហ្នឹងគឺបាទអ្នកបើកបរគឺជាបៃឌីបាទបងប្អូនគឺស្គាល់ហើយបាទបៃឌីបាទម្ចាស់កាហ្វេ corner ណាបាទហើយមិញបានឃើញស្លាកលេខឡានរបស់គាត់ហើយគឺកម្ពុជាបាទ D.corner បាទឥឡូវនេះគឺរថយន្តបង្កនេះគឺត្រូវបាននគរបាលចរាចរណ៍ផ្លូវគោកបាទខេត្តសៀមរាបក្រុមហ៊ុន Car Power មានទិញលក់និងបង់រំលោះរថយន្ត Kia Morning ដែលនាំចូលផ្ទាល់ពីប្រទេសកូរ៉េទំនុកចិត្តខ្ពស់តម្លៃក្រោមទីផ្សារសេវាកម្មល្អការធានាត្រឹមត្រូវ